មានភូមិមួយនៅក្នុងខេត្តបាត់ដំបងកាលពីឆ្នាំ1960មានស្ត្រីម្នាក់ឈ្មោះថាស្រីម៉ៅនាងបានប្រសូតបុត្រីម្នាក់យ៉ាងស្រស់ស្អាតពេលនោះដែរនាងមានអារម្មណ៍ថាកូនស្រីរបស់នាងម្នាក់នេះជាអំណោយពីព្រះជាម្ចាស់មកដល់នាងប៉ុន្តែអ្វីដែលនាងមិនដឹងនោះគឺថាកូនស្រីមួយនេះនឹងក្លាយទៅជាបណ្ដាសាដ៏អាក្រក់បំផុតសម្រាប់នាងតាមពិតទៅទារកដ៏គួរឲ្យស្រឡាញ់មួយនេះមិនមែនជាមនុស្សធម្មតានោះទេមានយប់មួយស្រីម៉ៅភ្ញាក់ឡើងដោយមានអារម្មណ៍ថាមានអ្វីខុសពីធម្មតានាងក៏ក្រឡេកទៅមើលកូនស្រីរបស់នាងភ្លាមដែលកំពុងដេកលក់យ៉ាងសុខសាន្តប៉ុន្តែមានពន្លឺពណ៌បៃតងខ្ចីលេចចេញមកនាងគិតថាវាគ្រាន់តែជាការស្រមើស្រមៃរបស់នាងតែប៉ុណ្ណោះនោះទេតែនេះគ្រាន់តែជាការចាប់ផ្ដើមនៃរឿងដ៏គួរឲ្យរន្ធត់មួយតែប៉ុណ្ណោះពេលភ្ញាក់ឡើងភ្លាមស្រីម៉ៅប្រទះឃើញលំយូលនៅទទេឃើញបែបនេះបេះដូងរបស់នាងស្ទើរតែឈប់លោតទៅហើយដោយសារតែកូនស្រីរបស់នាងបានបាត់ខ្លួនទាំងយប់ស្រីម៉ៅនាងរត់ចុះពីលើផ្ទះស្រែករកកូនស្រីរបស់នាងប៉ុន្តែអ្វីដែលនាងនឹងឃើញគឺអាក្រក់ជាងការបាត់កូនរបស់នាងទៅទៀតស្រីម៉ៅនាងរត់ទៅដល់មាត់ស្រែហើយឃើញអ្វីដែលមិនធ្លាប់ឃើញទាល់តែសោះនៅក្នុងឆាកជីវិតរបស់នាងក្បាលកូនស្រីរបស់នាងកំពុងតែហោះអណ្ដែតនៅលើភ្លឺស្រែដោយមានពូវៀនព្យួរចុះក្រោមហើយមានភ្លើងពណ៌បៃតងយ៉ាងគួរឲ្យខ្លាចពេលនោះដែរស្រីម៉ៅនាងចង់ស្រែកប៉ុន្តែស្រែកមិនចេញនាងចង់ទៅរកកូនរបស់នាងប៉ុន្តែជើងរបស់នាងដូចជាជាប់នឹងដីឈានទៅមុខមិនរួចនេះហើយជាអាកំបាំងដ៏អាក្រក់របស់កូនស្រីរបស់នាងមុនពេលថ្ងៃរះអាបតូចនោះក៏ហោះទៅណាបាត់ស្រីម៉ៅរត់ត្រឡប់ទៅផ្ទះរបស់នាងវិញរំពេចនោះនាងក៏ប្រទះឃើញកូនស្រីរបស់នាងដេកនៅកណ្ដាលស្រែដូចជាគ្មានអ្វីកើតឡើងទាល់តែសោះស្រីម៉ៅនាងអោបកូនយ៉ាងណែនហើយទ្រហោយំដោយនាងដឹងហើយថាកូនស្រីរបស់នាងមិនមែនជាមនុស្សធម្មតានោះទេប៉ុន្តែទោះជាយ៉ាងណាកូននេះគឺជាកូនរបស់នាងដែរពេលត្រឡប់មកផ្ទះវិញសុកដែលជាប្តីរបស់នាងបានសួរទៅនាងថាទៅណាមកណាពេលនោះស្រីម៉ៅក៏កុហកថានាងទៅដងទឹកនាងមិនអាចប្រាប់ពីការពិតរបស់កូនរបស់នាងបានទេបើអ្នកភូមិដឹងថាកូនរបស់នាងជាអាបនោះពួកគេនឹងសម្លាប់កូនរបស់នាងចោលហើយនាងត្រូវតែការពារអាកំបាំងមួយនេះទើបបាននៅយប់បន្ទាប់ស្រីម៉ៅនាងក៏បានធ្វើពុតជាដេកលក់តែភ្នែករបស់នាងនៅលួចបើកចាំឃ្លាំមើលកូនរបស់នាងជានិច្ចស្រាប់តែពន្លឺពណ៌បៃតងក៏ចាប់ផ្ដើមភ្លឺឡើងម្ដងទៀតនាងឃើញក្បាលកូនរបស់នាងផ្ដាច់ចេញពីដងខ្លួនហើយហោះអណ្ដែតចេញទៅក្រៅផ្ទះតាមមាត់បង្អួចបាត់ទៅរាងកាយនៅដេកក្នុងលំយូលដូចធម្មតាស្រីម៉ៅឃើញបែបនេះនាងក៏រត់តាមក្បាលកូនរបស់នាងចូលទៅក្នុងព្រៃស្រីម៉ៅនាងដើរតាមកូនរបស់នាងចូលទៅក្នុងព្រៃជ្រៅក្បាលនោះហាក់ដូចជាកំពុងតែស្វែងរកអ្វីមួយពេលខ្លះវាឈប់ហើយមើលជុំវិញខ្លួនវាស្រីម៉ៅលាក់ខ្លួនពីក្រោយដើមឈើមិនឲ្យកូនរបស់នាងបានឃើញឡើយនាងចង់ដឹងថា
តើកូនរបស់នាងទៅទីណានឹងទៅធ្វើអ្វីរំពេចនោះដែរស្រីម៉ៅបានឃើញពន្លឺភ្លើងពីចម្ងាយតាជួននិងអ្នកភូមិ2នាក់ទៀតកំពុងតែដើររកមើលអ្វីមួយពួកគេបានឃើញពន្លឺភ្លើងបៃតងនោះដែរតាជួនស្គាល់ភ្លាមថានោះគឺជាភ្លើងអាបគាត់លើកដៃបញ្ជាឲ្យអ្នកភូមិត្រៀមខ្លួនស្រីម៉ៅដឹងថាបើពួកគេចាប់កូនរបស់នាងបានកូននាងនឹងត្រូវស្លាប់ជាក់ជាមិនខានឡើយស្រីម៉ៅដឹងថានាងត្រូវតែធ្វើអ្វីម្យ៉ាងភ្លាមនាងដើរចេញពីកន្លែងលាក់ខ្លួនហើយធ្វើឲ្យមានសំឡេងខ្លាំងៗអ្នកភូមិស្រាប់តែភ្ញាក់ផ្អើលហើយបែរទៅរកនាងវិញរំពេចនោះកូនអាបតូចរបស់នាងបានឮសំឡេងក៏ហោះចេញពីទីនោះបាត់ទៅស្រីម៉ៅនាងបានធ្វើពុតជាមករកប្តីរបស់នាងតាជួនមើលមកស្រីម៉ៅដោយមានការមន្ទិលសង្ស័យជាខ្លាំងលុះព្រឹកបន្ទាប់តាជួនគាត់បានមកជួបសុកដែលជាប្តីរបស់ស្រីម៉ៅនៅឯផ្ទះគាត់ប្រាប់សុកថាយប់មិញគាត់បានឃើញអាបនៅក្បែរភូមិរបស់យើងនេះគាត់សួរថាស្រីម៉ៅទៅណាយប់មិញសុកនិយាយថាស្រីម៉ៅនាងនៅផ្ទះជាមួយកូនរបស់នាងតើយប់មិញហ្នឹងប៉ុន្តែសុកគាត់នឹកឃើញថាព្រឹកមិញនេះស្រីម៉ៅហាក់ដូចជាហត់នឿយខ្លាំងណាស់ហើយសុកគាត់ក៏ចាប់ផ្ដើមមានការសង្ស័យលើប្រពន្ធរបស់គាត់ដែរមួយខែកន្លងផុតទៅរាល់យប់ស្រីម៉ៅតែងតែដើរតាមកូនរបស់នាងចូលទៅក្នុងព្រៃជានិច្ចហើយរាល់ព្រឹកនាងតែងតែត្រឡប់មកផ្ទះវិញដោយភាពនឿយហត់នាងគេងមិនបានលក់ស្រួលញ៉ាំបាយក៏មិនបានឆ្ងាញ់ប៉ុន្តែនាងនៅតែបន្តការពារកូនស្រីរបស់នាងជានិច្ចពេលខ្លះនាងសួរខ្លួនឯងថាតើនាងធ្វើនេះត្រូវឬទេប៉ុន្តែពេលឃើញមុខកូនរបស់នាងនៅពេលថ្ងៃនាងដឹងថានាងគ្មានជំរឿសផ្សេងនោះទេតាជួនបាននាំយាយធ្មប់មកធ្វើពិធីបួងសួងដើម្បីចាប់អាបនោះឲ្យបានយាយធ្មប់ធ្វើពិធីហៅវិញ្ញាណខ្មោចដូនតាមកសួរហើយរាងកាយរបស់គាត់ឡើងញ័ររន្ធត់វិញ្ញាណខ្មោចដូនតាបានលេចចេញមកពីក្រោយគាត់ពួកគេនិយាយប្រាប់យាយធ្មប់ថាអាបនោះគឺនៅក្នុងភូមិនេះឯងប៉ុន្តែមានអ្វីមួយចម្លែកអាបនេះមានអ្នកនៅចាំការពារល្ងាចនោះសុកធ្វើពុតជាដេកលក់គាត់ឃើញស្រីម៉ៅបើកភ្នែកមើលលំយោលកូនរបស់នាងគាត់ឃើញពន្លឺពណ៌បៃតងចាប់ផ្ដើមភ្លឺឡើងសុកឃើញក្បាលកូនរបស់គាត់ផ្ដាច់ចេញពីដងខ្លួនហើយហោះចេញទៅក្រៅផ្ទះបាត់គាត់ស្ទើរតែស្រែកតែគាត់ទប់មាត់របស់គាត់ជាប់គាត់ឃើញស្រីម៉ៅក្រោកឡើងហើយដើរតាមក្បាលកូនរបស់នាងចេញទៅសុកដើរតាមស្រីម៉ៅចូលទៅក្នុងព្រៃដែរគាត់ឃើញស្រីម៉ៅឈប់នៅកណ្ដាលព្រៃហើយលើកដៃទៅកាន់ក្បាលកូនរបស់នាងដែលកំពុងតែអណ្ដែតនៅលើនោះគាត់ឮស្រីម៉ៅខ្សឹបប្រាប់ទៅកូនថាម៉ែនៅទីនេះម៉ែនឹងការពារកូនជានិច្ចពេលនោះហើយដែលសុកយល់គ្រប់យ៉ាងលុះព្រឹកឡើងពេលស្រីម៉ៅត្រឡប់មកផ្ទះវិញនាងឃើញសុកអង្គុយរង់ចាំនាងនៅមាត់ចណ្ដាលស្រីម៉ៅនាងដឹងភ្លាមថាប្តីរបស់គាត់ដឹងការពិតហើយនាងឈរនៅកន្លែងនោះមិនហ៊ានដើរទៅមុខទៀតទេសុកមើលមកស្រីម៉ៅដោយមានភ្នែកក្រហម
គាត់យំពេញមួយយប់គាត់និយាយថាខ្ញុំដឹងគ្រប់យ៉ាងហើយសុកប្រាប់ស្រីម៉ៅថាពួកយើងត្រូវតែប្រាប់រឿងនេះដល់តាជួនជាដាច់ខាតតែស្រីម៉ៅស្រែកថាទេបើប្រាប់គេកូនយើងនឹងត្រូវពួកគេសម្លាប់ហើយសុកនិយាយថាបើមិនប្រាប់ទេថ្ងៃណាមួយអ្នកភូមិគង់តែដឹងដដែលនឹងហើយពេលនោះពួកយើងទាំង3នាក់នឹងត្រូវគេបណ្ដេញចេញពីភូមិហើយស្រីម៉ៅអោបកូនយ៉ាងណែនហើយនិយាយថាចាំមើលចុះម៉ែនឹងរកវិធីផ្សេងទៀតដើម្បីការពារកូនឲ្យបានចំណែកនៅឯសាលាភូមិតាជួនបានប្រជុំជាមួយអ្នកភូមិជាច្រើនអ្នកគាត់ប្រាប់ថាពួកគេត្រូវតែរកអាបនោះឲ្យឃើញមុនពេលវាស៊ីមនុស្សជាច្រើនទៀតយាយធ្មប់ប្រាប់ថាអាបនោះគឺនៅក្នុងភូមិយើងនេះឯងហើយនៅតូចនៅឡើយទេបើវាធំឡើងវានឹងកាន់តែគ្រោះថ្នាក់ជាងនឹងទៅទៀតពួកគេសម្រេចចិត្តថានឹងតាមប្រមាញ់អាបនោះឲ្យបានទោះស្លាប់ក៏ដោយយប់នោះតាជួនបាននាំអ្នកភូមិចូលទៅក្នុងព្រៃពួកគេមានកាន់វត្ថុស័ក្តិសិទ្ធិកាន់លំពែងនិងកាន់ភ្លើងជាច្រើនពួកគេដើររកអាបដែលគេឃើញកាលពីយប់មុននោះឲ្យឃើញតាជួនប្រាប់ថាយប់នេះពួកគេត្រូវតែចាប់អាបឲ្យបានស្រីម៉ៅនិងសុកឃើញពន្លឺភ្លើងពីចម្ងាយពួកគេដឹងថាអ្នកភូមិកំពុងតែមកហើយពួកគេរៀបចំរបស់របរយ៉ាងប្រញាប់ប្រញាល់ដើម្បីយកកូនចេញពីភូមិនេះស្រីម៉ៅអោបកូនយ៉ាងណែនហើយនិយាយថាកូនកុំខ្លាចអីម៉ែនិងប៉ានៅចាំការពារកូនហើយប៉ុន្តែជាអកុសលពួកគេរត់មិនទាន់នោះទេតែជួននឹងអ្នកភូមិបានមកឡោមព័ទ្ធផ្ទះរបស់ពួកគេជាប់តែជួននិយាយថាសុកស្រីម៉ៅចូលប្រគល់កូនឯងមកខ្ញុំមកស្រីម៉ៅស្រែកថាទេកូនស្រីរបស់ខ្ញុំមិនមែនជាអាបទេតែអ្នករាល់គ្នាឃើញពន្លឺភ្លើងពណ៌បៃតងចាប់ផ្ដើមភ្លឺចេញពីកូនរបស់នាងមកនៅចំពោះមុខអ្នកភូមិទាំងអស់គ្នាក្បាលកូនស្រីរបស់ស្រីម៉ៅផ្ដាច់ចេញពីខ្លួនអ្នកភូមិស្រែកឆោឡោរត់គេចខ្លះដួលខ្លះយំតែជួនលើកលំពែងចង់ចាក់ប៉ុន្តែសុកលោតទៅរារាំងគាត់ស្រីម៉ៅអោបរាងកាយរបស់កូនស្រីដែលគ្មានក្បាលនោះហើយស្រែកទ្រហោយំយ៉ាងសោកសង្រេងស្រីម៉ៅឈរនៅពីមុខកូនស្រីរបស់នាងលើកដៃទាំងពីររារាំងអ្នកភូមិនាងស្រែកថាកុំកូនស្រីរបស់ខ្ញុំមិនមែនស៊ីមនុស្សនោះទេវាគ្រាន់តែទៅហែលទឹកលេងក្នុងស្រែតែប៉ុណ្ណោះវាគ្រាន់តែចូលចិត្តដើរលេងនៅក្នុងព្រៃតែជួននិយាយថាស្រីម៉ៅវាជាអាបថ្ងៃណាមួយវានឹងស៊ីសាច់មនុស្សហើយស្រីម៉ៅស្រែកថាទេខ្ញុំនឹងនៅជាមួយវាខ្ញុំនឹងការពារកុំឲ្យវាស៊ីសាច់មនុស្សរំពេចនោះព្រៃទាំងមូលពោពេញទៅដោយវិញ្ញាណខ្មោចដូនតាពួកគេលេចចេញពីដើមឈើធំធំខ្លះចេញពីដីនិងខ្លះទៀតចេញពីលើអាកាសមកអ្នកភូមិទាំងអស់លុតជង្គង់ដោយភាពភ័យខ្លាចវិញ្ញាណដូនតាឡោមព័ទ្ធក្បាលអាបនោះប៉ុន្តែពួកគេមិនបានធ្វើបាបនោះទេពួកគេគ្រាន់តែមើលតែប៉ុណ្ណោះយាយធ្មប់ត្រូវវិញ្ញាណដូនតាចូលសន្ធិដ្ឋហើយនិយាយដោយសំឡេងដែលមិនមែនជាសំឡេងរបស់គាត់ថាកូននេះមិនមែនកើតមកដោយចៃដន្យនោះទេនាងជាវិញ្ញាណខ្លាចជាមនុស្សដើម្បីចង់រៀនអំពីសេចក្តីស្រឡាញ់របស់មនុស្សយើងហើយបើសម្រាប់នាងអ្នកនឹងសម្រាប់ឱកាសរបស់នាងហើយវិញ្ញាណដូនតាបានប្រាប់រឿងរ៉ាវទាំងអស់ថាកាលពីជាតិមុនវិញ្ញាណនេះជាម្ដាយម្នាក់ដែលស្លាប់នៅក្នុងសង្គ្រាម
ក្នុងពេលការពារកូនរបស់គាត់ហើយដោយសារតែសេចក្តីស្រឡាញ់របស់គាត់ខ្លាំងក្លាពេកមិនអាចរងចាំថ្ងៃទៅកើតជាមនុស្សបានគាត់មានតែកើតមកជាអាបប៉ុន្តែគាត់នៅតែជាអ្នកការពារដដែលនឹងតាជួនបានបង្វែរមកនិយាយជាមួយអ្នកភូមិវិញគាត់ប្រាប់ពួកគេថាអាបនេះមិនមែនជាអាបធម្មតាទេនាងជាវិញ្ញាណអ្នកការពារអ្នកភូមិខ្លះយល់អ្នកភូមិខ្លះទៀតនៅតែខ្លាចតែគ្មាននរណាហ៊ានប្រឆាំងនឹងវិញ្ញាណដូនតានោះទេតាជួនដើរទៅជិតស្រីម៉ៅហើយនិយាយថាស្រីម៉ៅអ្នកអាចនៅទីនេះបានតែត្រូវមានលក្ខខណ្ឌអ្នកត្រូវតែការពារភូមិពីកូនស្រីរបស់អ្នករាល់យប់អ្នកត្រូវតែនៅជាមួយវាការពារកុំឲ្យវាស៊ីមនុស្សឲ្យសោះស្រីម៉ៅយល់ព្រមដោយគ្មានស្ទាក់ស្ទើរនោះឡើយនាងនឹងធ្វើអ្វីៗក៏ដោយដើម្បីការពារកូនស្រីរបស់នាងឲ្យបានជីវិតនៅក្នុងភូមិចាប់ដើមវិលត្រឡប់មករកភាពធម្មតាវិញហើយអ្នកភូមិខ្លះនៅតែខ្លាចប៉ុន្តែពួកគេរៀនទទួលយកការពិតបន្តិចម្ដងស្រីម៉ៅលែងនៅម្នាក់ឯងទៀតហើយនាងមានសុខដែលជាប្តីរបស់នាងនៅក្បែរនាងមានតាជួនដែលជាអ្នកណែនាំនិងផ្ដល់ដំបូន្មានឲ្យនាងមានអ្នកភូមិខ្លះដែលចាប់ផ្ដើមយល់ពីនាងរាល់យប់ស្រីម៉ៅនិងសុកអង្គុយមើលកូនស្រីរបស់ពួកគេហែលទឹកលេងនៅក្នុងស្រែពេលខ្លះអ្នកភូមិផ្សេងទៀតក៏មកអង្គុយជាមួយដែរពួកគេលែងខ្លាចអាបទៀតហើយពួកគេចាប់ផ្ដើមយល់ថាអាបនេះមិនមែនជាសត្រូវនោះទេនាងគ្រាន់តែជាកូនស្រីម្នាក់ដែលកើតមកខុសពីធម្មតាតែប៉ុណ្ណោះអ្នកភូមិចាប់ផ្ដើមយកបាយផ្លែឈើនិងគ្រឿងបូជាមកដាក់ថ្វាយនៅមាត់ស្រែពេលអាបតូចនោះហែលមកមើលហើយហាក់ដូចជាពេញចិត្តខ្លាំងណាស់វាលែងឃ្លានទៀតហើយវាមានអ្នកភូមិដែលចាំយកចិត្តទុកដាក់វាមានម្ដាយដែលនៅក្បែរជានិច្ចពេលវេលាចេះតែកន្លងផុតទៅកូនស្រីរបស់ស្រីម៉ៅក៏កាន់តែចម្រើនធំឡើងជាលំដាប់ពេលថ្ងៃនាងជាកូនក្មេងស្រីធម្មតាម្នាក់លេងសើចសប្បាយរីករាយពេលយប់នាងខ្លាចជាអាបហើយហែលទឹកលេងក្នុងស្រែជាមួយនឹងវិញ្ញាណដទៃទៀតនាងមានជីវិតពីរតែនាងមានគ្រួសារតែមួយតាជួនខ្លាចជាមនុស្សម្នាក់ដែលស្រឡាញ់កូនស្រីរបស់ស្រីម៉ៅជាងគេគាត់បង្រៀននាងអំពីព្រៃឈើអំពីវិញ្ញាណអំពីជីវិតពិតគាត់ដឹងថាថ្ងៃណាមួយនាងនឹងក្លាយទៅជាអ្នកការពារភូមិនេះជាក់ជាមិនខានឡើយបន្ទាប់ពីគាត់ទៅគាត់កំពុងតែហ្វឹកហាត់អ្នកស្នងតំណែងរបស់គាត់មានយុគមួយមានវិញ្ញាណអាក្រក់មួយចង់ចូលមកក្នុងភូមិប៉ុន្តែអាបកូនស្រីម៉ៅបានហោះទៅរារាំងវាពន្លឺពណ៌បៃតងរបស់នាងភ្លឺខ្លាំងដូចជាចង់បង្ហាញថាភូមិនេះស្ថិតនៅក្រោមការការពាររបស់យើងវិញ្ញាណអាក្រក់នោះក៏រត់ចេញបាត់ទៅចាប់ពីថ្ងៃនោះមកគ្មានវិញ្ញាណអាក្រក់ណាហ៊ានចូលមកក្នុងភូមិនោះទៀតឡើយស្រីម៉ៅកាន់តែចាស់ទៅបន្តិចម្ដងសក់ស្កូវយ៉ាងច្រើននាងនៅតែអង្គុយមាត់ស្រែរាល់យប់មើលកូនស្រីរបស់នាងហែលទឹកលេងនាងលែងខ្លាចទៀតហើយនាងគ្រាន់តែស្រឡាញ់នាងដឹងថាថ្ងៃណាមួយនាងនឹងចាកចេញពីលោកនេះទៅប៉ុន្តែនាងដឹងថាកូនស្រីរបស់នាងនៅទីនេះការពារភូមិការពារមនុស្សជំនាន់ក្រោយបន្តទៀត
ថ្ងៃដែលស្រីម៉ៅដេកលើក្រែងលើកចុងក្រោយអ្នកភូមិទាំងអស់បានមកជួបជុំគ្នាសុកកាន់ដៃរបស់នាងយំសោកសង្រេងអាបកូនរបស់នាងបានហោះនៅមាត់បង្អួចមើលម្ដាយរបស់វាស្រីម៉ៅងាកមើលកូនស្រីហើយញញឹមនាងនិយាយថាម៉ែទៅហើយកូនតែម៉ែដឹងថាកូននៅទីនេះការពីអ្នកភូមិយើងឲ្យបានសុខសប្បាយគ្រប់គ្នាណាកូនបន្ទាប់មកស្រីម៉ៅក៏បិទភ្នែកហើយលាចាកពីលោកនេះទៅពេលដែលស្រីម៉ៅស្លាប់បាត់ទៅមានអ្វីមួយអស្ចារ្យបានកើតឡើងនៅក្នុងភូមិនោះវិញ្ញាណរបស់ស្រីម៉ៅលេចចេញពីក្នុងពន្លឺពណ៌បៃតងនៅក្បែរកូនស្រីរបស់នាងម្ដាយនិងកូននៅជាមួយគ្នាជារៀងរហូតក្បាលអាបលែងគួរឲ្យខ្លាចទៀតហើយឥឡូវនេះវាជាវិញ្ញាណអ្នកការពារភូមិទៅវិញទេព្រមគ្នាជាមួយនឹងម្ដាយរបស់វារហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកភូមិនោះនៅតែនិយាយអំពីរឿងរ៉ាវរបស់ស្រីម៉ៅនិងកូនស្រីរបស់នាងគេថារាល់យប់មានពន្លឺពីររះពីលើភ្លឺស្រែមួយពណ៌បៃតងមួយទៀតពណ៌សអណ្ដែតជាមួយគ្នាគេថាវាគឺជាម្ដាយនិងកូនដែលនៅចាំការពារភូមិនេះជារៀងរហូតទៅរឿងអាបដ៏គួរឲ្យខ្លាចប្រែក្លាយទៅជារឿងសេចក្តីស្នេហារវាងម្ដាយនិងកូនដែលគ្មានអ្វីអាចបំបែកបំបាក់បាននោះឡើយ